សួស្តីអ្នកទាំងអស់គ្នាតើអ្នកទាំងអស់គ្នានៅបិទបាំងទុកលំបាករបស់ប្រជាជនខ្មែរយើងដែលភេសឹកដល់ពេលណាទៀតសូមបងប្អូនយើងពិចារណាឡើងវិញដោយលើកហេតុផលថាខ្លាចអាសៀមស្កេនស្គាល់កន្លែងតំបន់ភេសឹកកុំថតប្រយ័ត្នពួកអាសៀមស្គាល់ទីតាំងបងប្អូនមានដឹងអត់ថាលោកពូអាញាធរគាត់បានប្រាប់ថាដ្រូនវាបានហោះឆ្លងកាត់បែបនេះរាល់ថ្ងៃហើយណាមួយថ្នាក់ដឹកនាំក៏លោកមិនដែរបានហាមឃាត់ថាអត់ឲ្យពួកយើងថតនៅកន្លែងបងប្អូនភេសឹកដែរតើផ្ដើមចេញពីនរណាគេដែរបំផុសបំផុលឬជាយុទ្ធសាស្ត្ររបស់សៀមខ្ចីដៃខ្មែរប្រើដើម្បីបំបិតព័ត៌មាននិងរូបភាពទុកលំបាករបស់ប្រជាជនខ្មែរយើងប្រទេសសៀមគឺកំពុងតែឈ្លានពានប្រទេសកម្ពុជាយើងរាល់ថ្ងៃប៉ុន្តែរូបភាពទុកលំបាកប្រជាជនខ្មែរភេសឹកដោយសារស្នាដៃសៀមរាល់ថ្ងៃមិនបង្ហាញឲ្យពិភពលោកបានដឹងពីទុកលំបាករបស់ប្រជាជនខ្មែរយើងរាល់ថ្ងៃដោយទង្វើសៀមឈ្លានពានហើយយើងកំពុងតែបំបិតទុកលំបាកខ្លួនឯងខណៈដែលសកម្មភាពបងប្អូនខ្មែរទូទាំងប្រទេសកំពុងតែផុសផលរួមសាមគ្គីគ្នាហើយនៅពេលដែលចប់សង្គ្រាមទៅយើងផុសប្រហែលជាពិភពលោកគាត់គិតថាពួកយើងសម្ដែងផងក៏មិនដឹងពីព្រោះរូបភាពទុកលំបាករបស់ប្រជាជនភេសឹកសតែផុសក្រោយសង្គ្រាមតែករណីរូបភាពចល័តទ័ពឬគ្រឿងសព្វាវុធនិងកិច្ចការនានាតាក់ទងជាមួយនឹងយោធាជាតិសូមគុំបង្ហោះអីតាមការណែនាំរបស់ថ្នាក់ដឹកនាំខ្ញុំក៏សូមអភ័យទោសដល់ថ្នាក់ដឹកនាំនិងបងប្អូនខ្មែរទាំងអស់ប្រសិនបើខ្ញុំលើកឡើងលើកខ្វះនៅចំណុចណាមួយ